បើសិនជាអ្នកគ្នាត្រូវបានរៀននាមពីមុនមកអ្នកគ្នាច្បាស់ជាជួបទៅតូចជាមួយនឹងពាក្យ earn the some and need a lot of មែនទេអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំនឹងចែករំលែកអ្នកគ្នាតាក់ទងជាមួយនឹងមេរៀនមួយដែលមានចំណងជើងថា determiner តើគេទៅជា determiner គឺជាពាក្យទាំងឡាយណាដែលនៅខាងមុខនាមហើយវាមានតួនាទីសម្រាប់បង្ហាញលក្ខណៈទូទៅឲ្យនាមហើយនឹងចំនួនឲ្យនាមបាទហើយ determiner គឺមានច្រើនបាទតែខាងនេះខ្ញុំនឹងសូមលើកយកតែពីរទេបាទទី1គឺ article ហើយទី2គឺ quantifier បាទតោះឥឡូវយើងមកមើលមួយបាទចំណុចទី1នោះគឺខ្ញុំនឹងនិយាយអំពី article អញ្ចឹងឲ្យតែអ្នកគ្នាលើកទៅពី article អ្នកគ្នាដឹងថាមាន3ហើយទី1គឺមាន ទី2 earn ទី3 the បាទតើអ្នកទាំង3នេះយើងប្រើប្រាស់ហើយនឹងមានអត្ថន័យដូចម្តេចនៅក្នុងវិជ្ជាភាសាអង់គ្លេសបាទអញ្ចឹង article របស់យើងក្នុងចំណោម3នេះគឺមានពីរប្រភេទធំៗទី1គឺ indefinite មានថាអត់ច្បាស់លាស់ទេបាទតើអត់ច្បាស់យ៉ាងម៉េចទៅបាទទីទៀតខ្ញុំនឹងបញ្យល់អ្នកគ្នាកាន់តែច្បាស់បាទindefinite article គឺមាន ហើយនឹង earn ចំណែកឯ definite គឺមាន the បាទចំពោះការប្រើប្រាស់វាវិញចំពោះ ហើយនឹង earn ការប្រើប្រាស់របស់វាទី1អត្ថន័យ ហើយនឹង earn គឺមានន័យថាចំនួន1បាទហើយទី2កាលណាតែនាមទាំងឡាយណាក៏ដោយដែលយើងប្រើប្រាស់ហើយនឹង earn នៅពីមុខក្រៅពីបញ្ជាក់ថានាមនឹងមានចំនួន1វាក៏បញ្ជាក់ថានាមនឹងគឺត្រូវបានគេលើកយកមកនិយាយលើកទី1បាទទី3បាទនៅពេលដែលនាមដែលយើងដាក់នឹង earn នៅខាងមុខនោះនាមនៅខាងនាមដែលនឹង earn បញ្ជាក់ហ្នឹងគឺអត់ច្បាស់ទេអត់ច្បាស់យ៉ាងម៉េចគឺយើងអត់ដឹងថានាមនឹងមួយណាទេបាទឧទាហរណ៍ដូចជាa book បាទសិភៅមួយក្បាលយើងដឹងថាសិភៅនឹងចំនួនមួយក្បាលមែនតែយើងអត់ដឹងថាសិភៅអីគេទេអត់ដឹងថាសិភៅរឿងសិភៅកំ pl ែងឬក៏សិភៅសរសេរបាទអត់ដឹងច្បាស់អញ្ចឹងចំណុចនឹងឯងបានជាវាអត់ច្បាស់ indefinite បាទឧទាហរណ៍មួយទៀតគឺ a cake នំ cake មួយយើងដឹងថានំ cake រាងយ៉ាងម៉េចនំ cake រសជាតិអីគេដឹងតែនំ cake ដឹងតែចំនួនដឹងថានំ cake ហ្នឹងត្រូវបានគេលើកយកនិយាយជាលើកទី1មែនប៉ុន្តែអត់ដឹងថានំ cake មួយណាបាទមួយទៀតគឺ earn orange ផ្លែក្រូចក៏ដូចតែគ្នាដែរបាទអញ្ចឹងចំពោះចំណុច earn និង earn ការប្រើប្រាស់របស់វាទី1គឺបង្ហាញពីចំនួន1ទី2នាមដែលលើកយកមកនិយាយហ្នឹងដែលមាន earn នៅខាងមុខហ្នឹងគឺជានាមដែលត្រូវបានគេលើកយកមកនិយាយលើកទី1ហើយចំណុចមួយទៀតនោះគឺនាមនឹងទៀតសតក៏យើងអត់ដឹងថាមួយណាដែរបាទតោះឥឡូវយើងមើលមួយទៀតគឺការជ្រើសរើសនិង earn ព្រោះនិង earn ប្រែថាចំនួន1ដូចគ្នាអញ្ចឹងហើយនឹង earn តើពេលណាយើងគួរដាក់ពេលណាយើងគួរដាក់ earn អញ្ចឹងអ្នកគ្នាត្រូវចាំនៅពេលដែលយើងយកនាមមួយហើយចង់បញ្ជាក់ថានាមនឹងមានចំនួន1អ្នកគេទៅប្រើearn ហើយយើងអាចដាក់បានលុះត្រាតែនាមដែលយើងយកមកដាក់នឹងផ្ដើមដោយសំឡេងព្យញ្ជនៈបាទ consonant sound ចំណែកឯ earn យើងអាចដាក់ earn នៅខាងមុខនាមនឹងបានលុះត្រាតែនាមដែលយើងយកមកដាក់នឹងផ្ដើមដោយសំឡេងស្រៈបាទអញ្ចឹងសំឡេងស្រៈអ្នកគ្នាអាចចាំតួអក្សរបានមានដូចជា a e i o u ហើយនឹងសំឡេងផ្សេងទៀតនិយាយឲ្យខ្លីទៅសំឡេងស្រៈតាមខ្ញុំចំណាំក្លឹបរៀនឲ្យតែសំឡេងស្រៈគឺផ្ដើមដោយអក្សរ អបាទចំណែកឯសំឡេងព្យញ្ជនៈក្រៅពីអក្សរ អឧទាហរណ៍ដូចជាពាក្យមួយនេះបាទ umbrella ផ្ដើមដោយអក្សរ អអញ្ចឹងស្រៈអញ្ចឹងយើងជ្រើសរើសយក earn umbrella បាទមួយទៀតគឺពាក្យនេះផ្ដើមដោយអក្សរ u ដូចគ្នា university បាទ university អញ្ចឹងផ្ដើមដោយសំឡេងយៈបាទក្រៅពីសំឡេងនេះសំឡេង អហ្នឹងគឺមិនមែនជាស្រៈទេអញ្ចឹងសំឡេងយៈបើសិនជាសំឡេងយៈគឺជាសំឡេងព្យញ្ជនៈអញ្ចឹងយើងត្រូវជ្រើសរើសយកបាទហ្នឹងគឺវិធីចាំរបស់ខ្ញុំដែលខ្ញុំធ្លាប់រៀនបាទឥឡូវនេះយើងចូលដល់ article មួយទៀតគឺជាប្រភេទ definite គឺ the បាទអញ្ចឹងអ្នកគ្នាមើល the យើងអាចប្រើប្រាស់ noun ដែលនៅខាងក្រោយ the ហ្នឹងដាក់ទាំងនាមដែលមានចំនួន1ក៏បានដាក់នាមដែលជាពហុវចនៈក៏បានបាទមានន័យថា singular noun ក៏បាន plural noun ក៏បានហើយចំណុចមួយទៀតនោះនៅក្នុង the នោះគឺវាច្បាស់លាស់មានន័យថាកាលណាតែយើងដាក់ the នៅខាងមុខជឹង noun ដែលជា singular ហើយនិង plural នេះគឺយើងដឹងច្បាស់រួចបាត់ទៅហើយបាទអញ្ចឹងយើងមើលឧទាហរណ៍បាទបូកសរុបទាំងខាងលើ I have a cat me the cat is very cute បាទអញ្ចឹងត្រង់តែ I have a cat អញ្ចឹងអ្នកគ្នាឃើញហើយខ្ញុំមានឆ្មាមួយអញ្ចឹងឆ្មាហ្នឹងគឺមានចំនួន1ហើយយើងដឹងថាឆ្មាមួយណាទេប៉ុន្តែតែឆ្មាហ្នឹងមានចំនួន1ហើយឆ្មាហ្នឹងទើបលើកយកមកនិយាយលើកទី1ឆ្មាហ្នឹងឈ្មោះថា Mimi បាទទៅទៀត the cat is very cute អញ្ចឹងអ្នកគ្នាឃើញពាក្យ the នៅពីមុខ cat ណាអញ្ចឹងមានន័យថា cat នេះអ្នកគ្នាដឹងហើយយើងដឹងចំនួនទៀតចំនួនគឺចំនួន1ដោយសារមាន s ហើយមួយទៀតនោះយើងដឹងថា cat នេះធ្លាប់បាននិយាយរួចមកហើយគឺអីគេ cat ហ្នឹងយើងដឹងថាឈ្មោះ Mimi បាទហើយជាឆ្មារបស់ខ្ញុំបរយបាទមួយទៀត my brother has 3 dogs បាទបងប្រុសរបស់ខ្ញុំមានឆ្កែចំនួន3ក្បាលបាទ 3 dogs the dogs are playful ឆ្កែទាំងអស់ហ្នឹងគឺវាពេញលេងណាអញ្ចឹងកាលណាតែអ្នកគ្នាឃើញ the dog មានន័យថាឆ្កែហ្នឹងយើងដឹងថាចំនួនប្រមាណយើងដឹងថាចំនួនច្រើនប៉ុន្តែចំណុចដែលមួយទៀតនោះយើងដឹងថាឆ្កែហ្នឹងជាឆ្កែរបស់នរណាមានចំនួនប្រមាណបាទអញ្ចឹងឆ្កែហ្នឹងគឺមានប្រមាណដែលគេយកនិយាយលើកទី2នេះគឺមានចំនួន3ក្បាលហើយឆ្កែហ្នឹងជារបស់បងប្រុសរបស់ខ្ញុំអញ្ចឹងចំណុចទាំងពីរហ្នឹងឯងដែលយើងគួរតែចេះការប្រើប្រាស់earn ហើយនឹង the បាទប៉ុណ្្នឹងឯងចូលដល់មួយទៀត determiner មួយទៀតដែលជាប្រភេទ quantifier អីគេទៅ quantifier គឺជាពាក្យសម្រាប់ឆ្លើយនឹងសំណួរថាតើនាមនឹងមានចំនួនប្រមាណ
បាទហើយការបង្ហាញពីចំនួននឹងទៀតសោតក៏វាមានចំនួនខ្លះច្បាស់លាស់ចំនួនខ្លះអត់ច្បាស់លាស់ដែលច្បាស់លាស់ហ្នឹងគឺ definite quantifier គឺប្រាប់ពីចំនួនលេខជាក់ស្ដែងនៅខាងមុខនាមនឹងបដ ாய் ថានាមនឹងមានចំនួនប្រមាណមួយទៀត indefinite quantifier គឺជាប្រភេទ quantifier ដែលប្រាប់ចំនួនមិនច្បាស់លាស់ដឹងតែច្រើនតែអត់ច្បាស់លាស់បាទតោះឥឡូវយើងមើលឧទាហរណ៍ definite quantifier ឧទាហរណ៍ដូចជាវាច្បាស់លាស់ឧទាហរណ៍ for children ក្មេងបានក្មេង4នាក់គេច្បាស់ចំនួន100 student quick time add សិស្សបានសិស្ស100នាក់ច្បាស់លាស់ I eat 5 oranges ខ្ញុំញ៉ាំផ្លែក្រូចចំនួន5ផ្លែច្បាស់លាស់ចំនួន5ផ្លែបាទបញ្ជាក់ច្បាស់ពីចំនួនមួយទៀតគឺ indefinite quantifier បាទបញ្ជាក់ចំនួនអត់ច្បាស់លាស់ថានាមនឹងមានចំនួនច្រើនប៉ុន្តែមិនដឹងប្រមាណមែនទេតែដឹងតែច្រើនឧទាហរណ៍ដូចជា some books សិភៅខ្លះ some water ទឹកខ្លះ many cats ឆ្មាច្រើនគេអត់ដឹងចំនួនប៉ុន្មានទេដឹងច្រើន much time ពេលវេលាច្រើនអត់ដឹងតែពេលប្រមាណបានទេតែដឹងតែពេលច្រើនបាទក្រៅពីពាក្យ much many some ក៏មានពាក្យផ្សេងៗដូចជា any ដូចជា a few ដូចជា ដូចជា several a lot of អីផ្សេងបាទហើយចំពោះចំណុចដែលមានផ្សេងទៀតខ្ញុំនឹងធ្វើវីដេអូសម្រាប់ចែកជូនអ្នកនរគ្នានៅពេលក្រោយទៀតអញ្ចឹងសង្ឃឹមថាការចែករំលែក determiner ប្រភេទ article ហើយនិង quantifier គឺជាជំនួយមួយដល់ការសិក្សាភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នានៅពេលអ្នករៀនប៉ះបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយ